ជំរាបសួរទស្សនិកជនដែលកំពុងតែទស្សនាវីដេអូទាំងអស់គ្នានេះគឺជាភូមិមួយដែលភូមិនេះបងប្អូនបានចូលទៅក្នុងនឹងហើយនឹងពិបាកចេញមកវិញនិយាយទៅបងប្អូនស្ដាប់អត់ច្រឡំទេហើយការពិបាកចេញរបស់បងប្អូនហ្នឹងមិនមែនថាចូលទៅដល់មានគេវាយមានគេធ្វើបាបបងប្អូននោះទេប៉ុន្តែនៃនេះគឺខ្ញុំចង់និយាយថាភូមិនេះឯងគឺមានផ្លូវខ្វាត់ខ្វែងនៅក្នុងភូមិហើយចំណែកឯផ្ទះវិញណាគឺមានបងប្អូនប្រជាពលរដ្ឋផ្ទះរបស់បងប្អូនប្រជាពលរដ្ឋហ្នឹងគឺច្រើនខ្លាំងមែនតើខ្ញុំសូមតែខ្ញុំផ្ទាល់មកដល់ថ្ងៃនេះណាផ្ទះគ្រូខ្ញុំនៅក្នុងនេះក៏ខ្ញុំរកអត់ឃើញដែរហើយមូលហេតុដែលរកអត់ឃើញហ្នឹងគឺដោយសារតែភូមិហ្នឹងគឺមានផ្ទះច្រើនហើយក៏វង្វេងអញ្ចឹងណាបងប្អូនខ្ញុំចាំបានលើកទី1ដែលខ្ញុំចូលទៅភូមិនេះហើយប្រហែលជាមានបងប្អូនយើងក៏ធ្លាប់ជួបបទពិសោធន៍ដូចខ្ញុំដែរបានន័យថាលើកទី1របស់ខ្ញុំបានចូលទៅដល់ភូមិនេះណាគឺវង្វេងនិយាយទៅគឺវង្វេងផ្លូវពេញហ្នឹងជាស្ដីបងប្អូនកលេចមើលណាឃើញមានផ្លូវតែ3ខ្សែទេធំ3 4ខ្សែទេក៏ប៉ុន្តែបងប្អូនថាមានអីត្រូវពិបាកត្រូវវង្វេងអញ្ចឹងណាប៉ុន្តែអត់ទេបងប្អូនពេលដែលចូលទៅហើយស្រួលហ្នឹងគឺវង្វេងអញ្ចឹងឯងអញ្ចឹងមិនខ្ញុំនិយាយថាប្រហែលជាមានបងប្អូនយើងផ្សេងទៀតឬក៏ទស្សនិកជនផ្សេងទៀតដែលបានទស្សនាណាច្បាស់ជាមានបទពិសោធន៍វង្វេងផ្លូវចេញមកវិញដូចខ្ញុំដែរកាលពីឆ្នាំមុនខ្ញុំក៏ធ្លាប់បានថតទេសភាពនៃភូមិត្រពាំងរាំងនេះដែរហើយក៏បានមើលឃើញនៅ comment របស់បងប្អូនណាឃើញថាភូមិនេះគឺជាភូមិមួយដែលចូលហើយវង្វេងនិយាយទៅគឺវង្វេងផ្លូវតែម្ដងវាមិនគួរឲ្យខ្លាចដូចអ្វីដែលបងប្អូនបានស្ដាប់ខ្ញុំនិយាយទេឬក៏បានឃើញ comment ទេភូមិនេះគឺមានប្រជាជនរស់រាយរាក់ទាក់ជាពិសេសហ្នឹងគឺមានសុភាពនារីគឺស្អាតខ្លាំងមែនតើមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេប៉ុន្តែបើយើងសិក្សាមែនតើទៅនៅពេលបច្ចុប្បន្នណាគឺមានបងប្អូនក៏ដូចជាសុភាពនារីហ្នឹងគឺគាត់សិក្សាបានខ្ពស់ខ្លាំងដល់ទៅសាកលវិទ្យាល័យអីក៏មានដែរមិនមែនថាមានតែខាងស្ត្រីឬក៏ខាងនារីទេដែលបានសិក្សាខ្ពស់នោះបើយើងនិយាយអំពីសុភាពបុរសឬក៏បុរសយើងណាក៏ពួកគាត់បានសិក្សារៀនសូត្រខ្ពស់ដែរស្ទើរតែព័ទ្ធជុំវិញភូមិហើយដែលសម្បូរទៅដោយដំណាំស្រូវបងប្អូនឃើញអញ្ចឹងណាឃើញថាជាដំណាំស្រូវនារដូវវស្សាគឺពួកគាត់តែងតែប្រកបរបរដាំដំណាំស្រូវប៉ុន្តែបងប្អូនមានដឹងទេនាពេលដែលរដូវប្រាំងឬក៏រដូវប្រមូលផលស្រូវរួចណានៅតំបន់នេះក្បែរភូមិជាពិសេសតែម្ដងគឺបងប្អូនយើងនៅទីនេះគឺគាត់ប្រកបរបរក៏ដូចជាធ្វើការដាំដុះនៅដំណាំបន្លែផ្សេងដែលការដាំដុះពួកគាត់នឹងគឺធ្វើការផ្គត់ផ្គង់ទៅលើទីផ្សារដែលនៅក្នុងស្រុកមេមត់ទូយ៉ាងដូចជាផ្សារមេមត់នេះឯងក្រៅពីដំណាំស្រូវដំណាំបន្លែបន្តបន្សំហ្នឹងបងប្អូនក៏ឃើញមានជាដើមដូងជាដំណាំហូបផ្លែផ្សេងដែលបងប្អូនជាកសិករណាធ្វើការដាំដុះនៅក្បែរផ្ទះវាអត់ទាន់អស់ទេបងប្អូនប្រជាជននៅក្នុងភូមិនេះគាត់ក៏មានចំការជាប្រភេទចំការម្រេចកៅស៊ូរួមនឹងដំណាំហូបផ្លែមានដូចជាសាវម៉ាវមានដូចជាទុរេនអីជាដើមគឺពួកគាត់ឧស្សាហ៍នៅក្នុងការដាំដុះខ្លាំងមែនតើប្រជាជននៅក្នុងភូមិនេះណាត្រូវបានខ្ញុំមើលឃើញនិយាយទៅការវាតម្លៃតែខ្ញុំអ្នកឯងទេគ្រាន់តែថាខ្ញុំមើលឃើញថាពួកគាត់នឹងគឺឧស្សាហ៍ព្យាយាមហើយបងប្អូនមើលតែទៅលើក្នុងផ្ទះបើសិនជាពួកគាត់មិនឧស្សាហ៍មិនព្យាយាមមិនធ្វើការកិច្ចការងារអីផ្សេងខ្ញុំគិតថាជីវភាពរស់នៅរបស់គាត់មិនមែនស្រួលឬក៏មិនមានសភាពថាលក្ខណៈល្អប្រសើរបែបនេះអញ្ចឹងមិនមែនថាចេះតែនិយាយលើកជើងលើកដៃទេគឺវាជាការពិតមែនណាគឺខ្ញុំឃើញផ្ទាល់ផ្នែកតែម្ដងក្រោយពេលដែលស្រូវនឹងត្រូវបានប្រមូលផលគឺពួកគាត់ភ្លាមធ្វើការដាំដុះហើយបើសិនជាស្រែណាដែលនៅឆ្ងាយឬក៏ជាប់ទឹកខ្លាំងគឺពួកគាត់មិនធ្វើការដាំដុះជាមួយនឹងដំណាំបន្លែអីបន្តបន្សំអីទៀតទេគឺគាត់ធ្វើស្រូវលក្ខណៈថាធ្វើស្រូវមករដូវកាលទៀតដែលយើងអាចហៅថាជាស្រូវរដូវប្រាំងអញ្ចឹងទៅពីមុនឡើយពេលដែលខ្ញុំបានបង្ហាញនៅទស្សនវិជ្ជាជាមួយនឹងទស្សនវិជ្ជាភូមិត្រពាំងរាំងនេះណាក៏មានលោកគ្រូម្នាក់ដែលគាត់គឺជាបើនិយាយអស់ទៅដូចជាបងប្រុសផងដូចជាគ្រូផងដូចជាឪពុកផងគាត់តែងតែណែនាំតែងតែឲ្យខ្ញុំអញ្ចឹងណាគាត់ចង់ឲ្យខ្ញុំនឹងធ្វើជាវីដេអូប្រភេទថាសូមឲ្យនិយាយជាប្រវត្តិភូមិប្រវត្តិអីអញ្ចឹងល្អប៉ុន្តែខ្ញុំធ្វើអត់បានសោះតែម្ដងបងប្អូនដោយសារតែខ្ញុំអត់សូវដឹងប្រវត្តិភូមិណាភូមិណីអីច្រើនទេអញ្ចឹងហើយក៏លក្ខណៈថាយើងអត់អាចអធិប្បាយអំពីប្រវត្តិនៃភូមិអញ្ចឹងទៅអញ្ចឹងក្រោយពេលដែលយើងធ្វើការថតមួយរយៈកាលកន្លងទៅធ្វើឲ្យដ្រូនរបស់យើងនឹងគឺអស់ថ្មហើយអញ្ចឹងយើងក៏ត្រឡប់មកវិញខ្ញុំស្ដាយមែនទែនដោយសារតែកម្រោរបស់ខ្ញុំគឺត្រឡប់មកវិញគឺខ្ញុំថតនៅទីធ្លានៃអាហារដ្ឋានខ្សាត្រាប៉ុន្តែដោយសារតែដ្រូនអស់ថ្មពេលដែលវាត្រឡប់មកវិញហ្នឹងគឺយើងអាច control ឬក៏បញ្ជាវាទៅណាទៅណីបានទៀតទេគឺវាហោះតម្រង់មករកខ្ញុំតែម្ដងដែលជាគោលដៅលក្ខណៈថាវា set up home នៅទៅហ្នឹងណាអញ្ចឹងក៏វាមកអញ្ចឹងទៅ
ជាចុងក្រោយសូមឲ្យបងប្អូនយើងជួយចុច Subscribe Channel YouTube ម្នាក់មួយផងហើយអរគុណសម្រាប់ការទស្សនានៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយជាបន្តទៀត